ព្រះអង្គសូមអនុញ្ញាតឲ្យលោកគ្រូអ្នកគ្រូបានបើកតការព្រះគម្ពីរនាងអេសធើជំពូកទី4ខ14ដល់ខ17 Esther chapter 4 verse 14 to 17ព្រះគម្ពីរនាងអេសធើជំពូកទី4ខ14ដល់ខ17នាងខ្ញុំសូមអានជូនខ14ត្បិតបើព្រះនាងនឹងស្ងៀមនៅក្នុងវេលានេះនោះនឹងកើតមានសេចក្តីសង្គ្រោះនិងសេចក្តីប្រោសឲ្យរួចដល់ពួកយូដាពីកន្លែងផ្សេងទៀតតែព្រះនាងនិងញាតិវងរបស់បិតានៃព្រះនាងនឹងត្រូវវិនាសវិញហើយប្រហែលជាព្រះនាងបានតាំងឡើងក្នុងរាជសម្រាប់ពេលនេះឯងទេដឹងដូច្នេះអេសធើក៏បង្គាប់ឲ្យគេទៅជម្រាបម៉ាឌីកាយថាសូមទៅប្រមូលពួកសាយូដាដែលនៅក្រុងស៊ូសានឲ្យប្រជុំគ្នាតមអត់ឲ្យខ្ញុំកុំឲ្យបរិភោគអ្វីទាំងយប់ទាំងថ្ងៃអស់រវាង3ថ្ងៃឯខ្ញុំនិងពួកស្រីបម្រើរបស់ខ្ញុំក៏នឹងតមដូចនោះដែរយ៉ាងនោះខ្ញុំនឹងចូលទៅគាល់ស្ដេចដែលជាការខុសច្បាប់ហើយបើខ្ញុំត្រូវស្លាប់ក៏ស្លាប់ទៅចុះនោះម៉ាឌីកាយក៏ទៅធ្វើតាមគ្រប់សេចក្តីដែលអេសធើបានបង្គាប់មកអាមែននេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់សូមជម្រាបសួរដល់អរអ្នកបងប្អូនទាំងអស់គ្នាក្នុងសេចក្តីស្រឡាញ់នៃព្រះម្ចាស់សូមបានអនុញ្ញាតបានក្រោកឈរឡើងយើងរកពី2នាក់ហើយយើងចាប់ដៃគ្នាហើយយើងប្រាប់គាត់ថាព្រះយេស៊ូវស្រឡាញ់អ្នកសូមចាប់ដៃគ្នាហើយយើងអធិដ្ឋានទៅវិញទៅមកនៅពេលនេះសូមអធិដ្ឋានសូមយាងព្រះវិញ្ញាណបរិសុទ្ធជួយយើងនៅពេលដែលយើងរៀនព្រះបន្ទូលព្រះអង្គក៏ដូចជាស្ដាប់ការអធិប្បាយព្រះបន្ទូលនៅព្រឹកនេះសូមឲ្យយើងបានឈ្នះទាំងអស់គ្នាសូមបានចាប់ដៃ2នាក់ឬក៏3នាក់នៅក្នុងចិត្តគ្នាសូមអធិដ្ឋានជាមួយគ្នាបបិទ្ធព្រះពុទ្ធបិតាយើងខ្ញុំអរព្រគុណទ្រង់យើងខ្ញុំត្រូវការកម្លាំងមកពីព្រះជាម្ចាស់យើងខ្ញុំត្រូវការព្រះចេស្តារបស់ព្រះអង្គអរគុណព្រះអង្គសម្រាប់ការដែលយើងខ្ញុំបានមកទីនេះគឺដោយព្រះគុណរបស់ព្រះជាម្ចាស់សូមប្រទានពរដល់បងប្អូនយើងខ្ញុំនឹងស្ដាប់ព្រះបន្ទូលទ្រង់នៅថ្ងៃនេះសូមប្រទានកម្លាំងនិងស្មារតីប្រាជ្ញាមកពីព្រះអង្គក្នុងការឮព្រះសូរសៀងក្នុងការទទួលយកព្រះបន្ទូលទ្រង់ព្រះអង្គហើយសូមដកភាពកំសោយយើងខ្ញុំហើយយើងខ្ញុំបានខ្លាំងឡើងខាងផ្នែកឯជំនឿលើព្រះបន្ទូលទ្រង់សូមប្រងបានដេញរកទាំងវិញ្ញាណដែលរួមឲ្យយើងងក់ងុយនាំឲ្យយើងមានបញ្ហានាំឲ្យយើងមានពិបាកក្នុងការស្ដាប់ព្រះបន្ទូលនៅព្រឹកនេះសូមដោះឲ្យយើងខ្ញុំមានសេរីភាពក្នុងអង្គអំណាចនៃព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងចិត្តនៅក្នុងគំនិតយើងខ្ញុំសូមអរព្រគុណទ្រង់និងសូមអធិដ្ឋានឲ្យគ្នាទៅវិញទៅមកជូនពរគ្នាទៅវិញទៅមកនេះថ្វាយនឹងការស្ដាប់ព្រះបន្ទូលនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនបាទសូមអរគុណសូមរាជបុត្រទាំងអស់គ្នាអនុញ្ញាតបើកព្រះគម្ពីរអេសធើព្រះគម្ពីរនាងអេសធើជំពូកទី4ខ1ដល់ខ17អរគុណដល់បងប្អូនយុវតីរចនាបានអាននៅខទី14ដល់17ប៉ុន្តែនៅក្នុងខ្លឹមសារនៃការអធិប្បាយនៅព្រឹកនេះគឺយើងឃើញនៅក្នុងខទី1រហូតដល់ខទី17ដែលឲ្យប្រធានបទនៅព្រឹកនេះសូមមើលនៅក្នុងស្លាយជាមួយគ្នាក្រោកឈរឡើងសម្រាប់គ្រានេះឯងសូមនិយាយជាមួយគ្នាក្រោកឈរឡើងសម្រាប់គ្រានេះឯង stand up for this moment ណាដូច្នេះសូមឲ្យយើងបានក្រោកឈរសម្រាប់គ្រានេះឯងគឺឥឡូវនេះឯងសូមឲ្យយើងបានក្រោកឈរហើយនឹងស្ដាប់ព្រះបន្ទូលជាមួយគ្នាសូមនិយាយទៅវិញទៅមកថាសូមភ្ញាក់ឡើងបាទស្ដាប់ព្រះបន្ទូលព្រះអង្គទាំងអស់គ្នាអាមែនអរគុណព្រះជាម្ចាស់ខ្ញុំសូមអានជូននៅក្នុងខទី1ដល់ខទី14បើព្រះគម្ពីរអេសធើជំពូក4ខ1ដល់ខ14ចំណែកម៉ាឌីកាយកាលបានដឹងពីការដែលកើតមកដល់នោះហើយនោះគាត់ហែកអាវខ្លួនហើយសំលៀកសំពត់ថ្មីរយផេះផងរួចចេញទៅកណ្ដាលទីក្រុងស្រែកឡើងជាសម្រែកយ៉ាងខ្លាំងហើយជូរជាត់
គាត់ក៏ទៅរហូតដល់មុខទ្វារព្រះរាជវាំងត្បិតគ្មានច្បាប់នឹងចូលទៅក្នុងព្រះរាជវាំងទាំងស្លៀកពាក់សម្ពុតថ្មីបានឡើយខ3ហើយនៅគ្រប់តែខេត្តត្រង់កន្លែងណាក៏ដោយដែលព្រះរាជអង្គការនិងបង្គាប់នៃស្ដេចបានទៅដល់នោះមានសេចក្តីសៅសោកជាខ្លាំងនៅក្នុងពួកសាសយូដាព្រមទាំងការតមអត់យំយេកហើយស្រែកទ្រហោក៏មានគ្នាច្រើនបានក្រឡុំដោយសម្ពុតថ្មីដេកនៅគំនរផេះផងខ4ពួកស្រីបំរើនិងពួកភ្នាក់ងាររបស់អគ្គមហេសីនាងអេស្ធើក៏មកទូលសេចក្តីនោះដល់ព្រះនាងដូច្នេះព្រះនាងមានសេចក្តីថប់ព្រួយជាខ្លាំងហើយផ្ញើសម្លៀកបំពាក់ទៅជូនដល់ម៉ាឌីកាយដើម្បីឲ្យគាត់បានផ្លាស់សម្ពុតថ្មីចេញតែគាត់មិនព្រមទទួលទេនាងអេស្ធើក៏ហៅហាថាជាភ្នាក់ងាររបស់ស្ដេចដែលទ្រង់បានតម្រូវឲ្យបំរើព្រះនាងមកបង្គាប់ឲ្យទៅឯម៉ាឌីកាយដើម្បីនឹងសួរឲ្យដឹងពីរឿងនោះហើយពីហេតុអ្វីបានជាកើតដូច្នេះហាថាក៏ចេញទៅឯម៉ាឌីកាយនៅត្រង់ទីធ្លាក្រុងដែលនៅមុខព្រះរាជវាំងហើយម៉ាឌីកាយប្រាប់គាត់ពីគ្រប់ទាំងដំណើរដែលបានកើតមកដល់ខ្លួននិងពីចំនួនប្រាក់ដែលហាម៉ានបានសន្យាបញ្ចេញទៅឯឃ្លាំងភ្លួងទាំងប៉ុន្មានឲ្យបានបំផ្លាញដល់ពួកយុសាសយូដាខ8ក៏ឲ្យសំណៅព្រះរាជអលង្ការមួយច្បាប់ជាសេចក្តីដែលបានប្រកាសប្រាប់ដល់ក្រុងស៊ូសានបង្គាប់ឲ្យសម្លាប់គេដល់ភ្នាក់ងារនោះឲ្យនាំយកទៅបង្ហាញដល់អេស្ធើហើយរៀបរាប់ទូលព្រះនាងឲ្យជ្រាបព្រមទាំងផ្ដាំឲ្យព្រះនាងចូលទៅទូលអង្វរចំពោះស្ដេចថ្វាយពាក្យសំណុំជំនួសសាសរបស់ខ្លួនផងហាថាក៏ទៅក្រាបទូលដល់នាងអេស្ធើតាមពាក្យរបស់ម៉ាឌេកាយរួចអេស្ធើមានសាវមីនិងហាថាផ្ដាំឲ្យទៅជម្រាបម៉ាឌីកាយថាអស់ទាំងពួកបំរើរបស់ស្ដេចនិងពួកបណ្ដាជននៅគ្រប់ទាំងខេត្តរបស់ទ្រង់សុទ្ធតែដឹងថាបើស្ដេចមិនបានហៅអ្នកនោះអ្នកណាក៏ដោយទោះប្រុសឬស្រីក្តីដែលនឹងចូលទៅឯស្ដេចក្នុងព្រះរាជរោងខាងក្នុងនោះមានតែច្បាប់មួយចំពោះអ្នកនោះគឺត្រូវស្លាប់បងលើកលែងតែអ្នកណាដែលទ្រង់នឹងហុចព្រះដំបងមាសមកប្រោះឲ្យបានរស់ប៉ុណ្ណោះតែស្ដេចមិនបានហៅខ្ញុំចូលទៅចំពោះទ្រង់អស់30ថ្ងៃនេះហើយរួចគេក៏ទៅជម្រាបម៉ាឌីកាយតាមពាក្យរបស់នាងអេស្ធើវិញឯម៉ាឌីកាយក៏ប្រាប់ទៅគេចូលទៅឆ្លើយនឹងអេស្ធើថាកុំឲ្យគិតស្មានថាព្រះនាងនឹងរួចជីវិតនៅក្នុងដំណាក់ស្ដេចជាជាងពួកសាសយូដាឯទៀតនោះឡើយអាមែននេះជាព្រះបន្ទូលព្រះជាម្ចាស់នៅព្រឹកនេះខ្ញុំអានពីខាងលើមកដើម្បីឲ្យយើងបានយល់នៅក្នុងការដែលយើងនឹងស្ដាប់ព្រះបន្ទូលនៅថ្ងៃនេះបងប្អូនទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជានៅគ្រប់ទាំងប្រទេសនៅលើពិភពលោកមានចលាចលមានបញ្ហាកើតឡើងដដែលគ្រប់ចំនួនទាំងអស់នេះគឺមានបញ្ហាដែលយើងត្រូវស្គាល់ពីសម័យកាលដំបូងនៅក្នុងទីក្រុងពើស៊ីចក្រភពពើស៊ីនៅក្នុងសម័យកាលនោះគឺមានអំណាចគឺជាមហាអំណាចនៃពិភពលោកប្រហែលជាឆ្នាំ483ដល់473ដែលអាណាចក្រដ៏ធំស្កឹមស្កៃនេះដែលមានរហូតដល់127ខេត្តចឹងធំណាស់គឺស្ដេចមួយអង្គដែលសោយរាជ្យគឺស័ក្តិសិទ្ធិទី1ទៅតាមវត្តសាស្ត្រនៃពិភពលោកតាម World Review គឺបានបញ្ជាក់
សរសេរទីនេះគឺមានឈ្មោះថាស្ដេចអសរុសអសរុសគឺជាស្ដេចនៃចក្រភពពឺស៊ីនេះឯងហើយយើងមើលឃើញស្ថានភាពពឺស៊ីនឹងប្រៀបធៀបជាមួយនឹងបាប៊ីឡូននៅក្នុងសម័យកាលនោះបាប៊ីឡូនមានភាពតឹងរ៉ឹងខ្លាំងជាងទាំងច្បាប់ទ័ពទាំងច្បាប់នៃការរស់នៅគឺតឹងมันអនុញ្ញាតឲ្យជឿលើសាសនាណាទាំងអស់បិទសិទ្ធិសេរីភាពទាំងអស់ប៉ុន្តែនៅក្នុងចក្រភពពឺស៊ីឬក៏ពេកនេះគឺមានភាពច្បាប់តែមួយគឺពីរយ៉ាងទី1គឺថ្វាយដងវាយគឺមានន័យថាបងពុនគេអកទៅកាន់ប្រទេសជាតិហើយទី2គឺគោរពច្បាប់ស្ដេចជាដាច់ខាតនេះគឺប្រជាពលរដ្ឋនៅក្នុងចក្រភពពឺស៊ីគឺត្រូវមានការរស់រានមានជីវិតមានសេរីភាពគេអាចជឿលើសាសនាណាក៏បានដែរជនភៀសតិចទាំងអស់អាចមានសិទ្ធិជឿលើសាសនាទាំងអស់បានសាសនាខ្លួនបានហើយដូច្នោះហើយម៉ាឌីកាយគឺនាងអេសធើគឺជាជនជាតិយូដាដែលរស់នៅក្នុងចក្រភពពឺស៊ីនេះដូច្នេះពួកគេមានសិទ្ធិសេរីភាពពួកគេខ្លាយទៅជាអ្នកធំបានដោយព្រោះអីពួកគេរស់នៅដោយមានវិបត្តិមួយនៅក្នុងសម័យកាលនោះគឺមានវិបត្តិមួយគឺវិបត្តិនៅក្នុងគឺបញ្ហាមួយដ៏ធំគឺពួកគេប្រឈមមុខជាមួយនឹងរឿងដែលពួកគេខ្លាំងបំផុតនោះគឺថ្វាយបង្គំរូបព្រះពួកគេប្រឈមមុខពួកគេលាក់បាំងនៅអត្តសញ្ញាណរបស់ផងខ្លួនដែលលោកម៉ាឌីកាយបានប្រាប់ក្មេងកំព្រាម្នាក់ដែលនៅជាមួយលោកដែលលោកបានចិញ្ចឹមហើយរហូតក្មេងកំព្រានោះឈ្មោះថាអេសធើនោះឯងដែលនាងបានក្លាយទៅជាអគ្គមហេសីស្ដេចនៃអាណាចក្រដ៏ធំគឺជាពឺស៊ីនៅក្នុងសម័យកាលនោះដូច្នេះបងប្អូនទាំងអស់គ្នាយើងនឹងមើលជាមួយគ្នាអំពីការនេះប៉ុន្តែយើងនឹងមើលជាមួយគ្នាស្គាល់នៅក្នុងទីក្រុងមួយដ៏ធំនៃចក្រភពពឺស៊ីឈ្មោះថាទីក្រុងស៊ូសានទីក្រុងស៊ូសានជាទីក្រុងដ៏លំដាប់ធំជាទីក្រុងដែលសុខសាន្តរបស់ស្ដេចអាសរុសនោះឯងសក្សេសនោះឯងគឺជាទីក្រុងត្រជាក់គឺជាទីក្រុងមួយដែលសុខដុមរមនារបស់ស្ដេចហើយស្ដេចអាសរុសមានអំណាចខ្លាំងមែនទែនហើយបរិជ្ជវាំងដ៏ល្អអស្ចារ្យរបស់ស្ដេចគឺបរិជ្ជវាំងគឺមានបរិជ្ជវាំងមួយដ៏ល្អអស្ចារ្យហើយយើងមានទាហានព័ទ្ធជំវិញមានទាហានយាមកាមជាប្រចាំអ្នកណាក៏ដោយស្រីក៏ដោយប្រុសក៏ដោយបើចូលទៅក្នុងរាជវាំងអត់មានការកោះហៅពីស្ដេចឬក៏អត់ឲ្យដំបងមាសពីស្ដេចនឹងត្រូវប្រហារជីវិតហើយរាជទាំងអស់ត្រូវការបងពុនចូលរដ្ឋនេះគឺជាការមួយដែលបង្ហាញឲ្យយើងបានឃើញហើយយើងមើលឃើញនៅក្នុងទ្វារកំផែងទីក្រុងគឺមានហាកាយម៉ាឌីកាយគាត់រស់នៅទីហ្នឹងគាត់ធ្វើការនៅទីហ្នឹងហើយនៅទីហ្នឹងគឺជាកន្លែងកាត់ក្តីកន្លែងតឡាការផងដែរយើងឃើញថានៅទីនេះយើងអាចស្គាល់អំពីខ្លះពាក់ព័ន្ធជាមួយរឿងនាងអេសធើសម័យកាលអាណាចក្រពឺស៊ីក្នុងពេលវេលានោះហើយយើងនឹងមើលជាមួយគ្នាពួកគេមានបញ្ហាកើតឡើងទាក់ទងនឹងវិបត្តិបញ្ហាជំនឿពួកគេរស់នៅក្នុងទីក្រុងដ៏លយទីក្រុងដ៏ស្កឹមស្កៃដ៏ស៊ីវិល័យហើយពេញទៅដោយការថ្វាយបង្គំព្រះคล้ายជនជាតិយូដាទាំងអស់ធ្លាក់នៅសេចក្តីល្បួងហើយគេទ្រាំមិនបានពេលក្រោយយើងឃើញថាចុងបញ្ចប់ចាប់ពីចម្ពោះ1ដល់ចម្ពោះទី4ទី5នេះគេមិនអាចទ្រាំទ្រនឹងការលបងលួងនឹងបញ្ហាទាំងអស់នោះពួកគេចាប់ផ្ដើមពីមុនគេលាក់ខ្លួនពួនអាត្មាមិនហ៊ានធ្វើអីទាំងអស់មិនហ៊ានបង្ហាញថាខ្លួនឯងជាគ្រីស្ទបរិស័ទមិនហ៊ានបង្ហាញថាខ្លួនឯងជាអ្នកជឿព្រះជាម្ចាស់ប៉ុន្តែទ្រាំមិនបាននឹងវិបត្តិនេះពួកគេបានក្រោកឈរឡើងឥឡូវនេះយើងនឹងមើលជាមួយគ្នាប៉ុន្តែយើងនឹងមើលជាមួយគ្នាសូមសួរបងប្អូនទាំងអស់គ្នាថាបើសិនជាបងប្អូនស្ថិតក្នុងស្ថានភាពមួយដ៏លំបាករហូតដល់បងប្អូនបាត់បង់ជីវិតអំពីការជឿលើព្រះបងប្អូនតើត្រូវធ្វើយ៉ាងណាបើសិនជាបងប្អូនមានបញ្ហារហូតដល់គ្រោះថ្នាក់ដល់ជីវិតបងប្អូនត្រូវដោះស្រាយយ៉ាងណានេះជាសំណួរបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនមានបញ្ហារហូតដល់លះបង់ជីវិតខ្លួនឯងតើបងប្អូនត្រូវធ្វើដូចម្តេចដើម្បីឈ្នះលើបញ្ហានោះបាន
ថ្ងៃនេះយើងនឹងរៀនជាមួយគ្នានៅក្នុងព្រះបន្ទូលព្រះអង្គឬក្នុងព្រះបន្ទូលថាក្រោកឈរឡើងសម្រាប់គ្រាឥឡូវនេះតាមរយៈព្រះគម្ពីរនាងអេសធើចំពុក4ខ1ដល់ខ17ខ1ដល់ខ9ទី1សារៈសំខាន់នៃដំណឹងល្អនិងការយល់ដល់ព្រះハរតីរបស់ព្រះជាម្ចាស់យើងឃើញថាហាម៉ានមានផែនការបរិបត្តិនៅក្នុងជំពូកទី3ហាម៉ានមានផែនការគឺផែនការមួយគឺគាត់បានធ្វើដោយសារតែរឿងមួយកាត់ឡើងនៅក្នុងពេលវេលានោះគឺស្ដេចបានតែងតាំងហាម៉ានជាអ្នកដែលមានអំណាចគឺថាគេហៅថាមន្ត្រីជាន់ខ្ពស់បន្ទាប់ពីស្ដេចគឺគាត់នោះឯងហើយស្ដេចបានមានច្បាប់តឹងរ៉ឹងមែនទែនមានច្បាប់តឹងរ៉ឹងមែនទែនបើសិនអ្នកណៃព្រះអង្គលើកតាំងហើយស្ដេចអាសរុសលើកតាំងហើយអ្នកដែលក្រោមអាវាតទាំងអស់ត្រូវតែគោរពថ្វាយបង្គំប៉ុន្តែនេះគឺជាសេចក្តីល្បួងនេះគឺជាសម្រាប់អ្នកដែលជឿព្រះតើយើងត្រូវថ្វាយបង្គំដោយរបៀបណាយើងត្រូវធ្វើយ៉ាងណាបើសិនមានករណីនោះកើតឡើងដូច្នេះហើយណាម៉ានក៏បានកិច្ចទាំងអស់នោះពីស្ដេចហើយក៏បានទៅបង្ហាញនៅកណ្ដាលប៉ុន្តែក្នុងចំណោមទាំងអស់មានម្នាក់នៅក្នុងនោះដែរគេមានអំណាចដែរគឺឈ្មោះថាម៉ាឌេកាយគាត់ជាអ្នកជឿព្រះជាសាសយូដាគាត់មិនបានថ្វាយបង្គំដល់ណាម៉ានទេហេតុផលរឿងមួយគឺគាត់ថ្វាយបង្គំតែព្រះយេហូវ៉ាតែមួយគត់គាត់ប្រកាន់ខ្ជាប់គឺព្រះជាម្ចាស់តែមួយគត់នៅក្នុងព្រះគម្ពីរអេនាងអេសធើយើងបានឃើញថាចាប់ពីជំពូក1ដល់ជំពូក10យើងស្វែងរកព្រះវត្តមានរបស់យើងស្វែងរកព្រះនាមរបស់ព្រះជាម្ចាស់ពាក្យថាព្រះអង្គម្ចាស់អត់មាននោះទេព្រះយេហូវ៉ាអត់មាននោះទេប៉ុន្តែព្រះអង្គម្ចាស់កំពុងតែនៅខាងក្រោយឆាកដើម្បីជួយដល់កូនព្រះអង្គបងប្អូនទាំងអស់គ្នាហើយម៉ាឌីកាយចាប់ផ្ដើមយ៉ាងណាគឺអត់ធ្វើការគោរពថ្វាយបង្គំដល់ហាម៉ានទេដូច្នេះហាម៉ានក៏ចាប់ផ្ដើមខឹងយ៉ាងខ្លាំងក្រោធយ៉ាងខ្លាំងក៏បានមានគំនិតអាក្រក់មួយគឺសម្លាប់ចោលម៉ាឌីកាយហើយនឹងចិត្តសាសទាំងអស់របស់លោកគឺជាសាសយូដា127ខេត្តទាំងអស់គឺត្រូវសុំស្នើឲ្យព្រះចែងពរិជ្ជក្រិតមួយដើម្បីសម្លាប់ហើយអនុញ្ញាតឲ្យលុយចេញទីឃ្លៀងដើម្បីធ្វើការទាំងអស់នោះដូច្នេះពួកគេក៏បានទទួលមែនស្ដេចក៏បានដោះតម្រង់ចេញហើយឲ្យពរិជ្ជក្រិតធ្វើការនោះទៅសម្លាប់រាជនោះចោលនៅពេលវេលានេះខចំពុក4ខ1ដល់ខ9បានបង្ហាញពីទុក្ខលំបាករបស់ណាម៉ានដែលបានដឹងរឿងចិត្តសាស្ត្ររបស់ខ្លួនគឺកំពុងស្ថិតនៅក្នុងសេចក្តីស្លាប់ស្ថិតនៅក្នុងពេលវេលាមួយគឺបាត់បង់ជីវិតអញ្ចឹងក្នុងនាមជាម៉ាឌីកាយតើគាត់ត្រូវធ្វើយ៉ាងណាជារឿងត្រឹមត្រូវណាស់យើងឃើញចាប់ពីខ1ដល់ខ9ម៉ាឌីកាយអត់នៅស្ងៀមទេដឹងរឿងហេតុការណ៍ទាំងអស់នោះហើយម៉ាឌីកាយចាប់ផ្ដើមពាក្យសម្លៀកបំពាក់កាន់ទុក្ខក្នុងពិធីនោះគេធ្វើពិធីបន់ពូគឺជាពិធីដែលអបអរសាទរហើយនឹងក៏សម្លាប់សាសយូដាចោលប៉ុន្តែគេកំពុងតែមានពិធីសប្បាយរីករាយអបអរជប់លៀងប៉ុន្តែគេពាក្យដែលក្នុងពិធីប៉ុន្តែស្រាប់តែម៉ាឌីកាយស្លៀកពាក់សម្លៀកបំពាក់សម្ពុតថ្មីគឺជាសម្ពុតកាន់ទុក្ខគឺជាអាវកាន់ទុក្ខចូលរួមក្នុងពិធីហើយពួកគេនៅទីក្រុងភូសាននោះគេឆ្ងល់ហេតុអីបានយ៉ាងនោះឆ្នោះបងប្អូនទាំងអស់គ្នាហើយទុក្ខលំបាករបស់ណាម៉ានទុក្ខលំបាកសូមអធិស្ឋានទុក្ខលំបាករបស់ម៉ាឌីកាយគឺបានបង្ហាញថាគាត់គឺជាមនុស្សស្គាល់ដឹងច្បាស់សេចក្តីស្លាប់អ្នកដទៃបញ្ហារបស់អ្នកដទៃមើលឃើញអំពីទុក្ខលំបាករបស់អ្នកដទៃមើលឃើញអំពីទុក្ខលំបាកគ្រួសារមើលឃើញទុក្ខលំបាករបស់សង្គមមើលឃើញទុក្ខលំបាករបស់ប្រទេសជាតិដូច្នេះណាម៉ានធ្វើយ៉ាងណាពួកគាត់បានសម្រេចណាម៉ានសម្រេចសូមអធិស្ឋានណាម៉ានម៉ាឌីកាយបានសម្រេចចិត្តចូលទៅទីក្រុង
នៅទីក្រុងធំទីក្រុងភូសាទីក្រុងស៊ូសានខ្ញុំជាប់ជាមួយនឹងភូសានមែនទេក្រែដល់យើងទៅទីក្រុងស៊ូសានហើយស្រែកហើយកាន់ទុកយ៉ាងខ្លាំងហើយរយផេះលើក្បាលពួកគេគាត់យំទុកសោកយ៉ាងខ្លាំងពីព្រោះគាត់ដឹងរឿងនេះគាត់ដឹងរឿងថាជាតិសាសន៍ខ្លួនកំពុងស្ថិតនៅក្នុងភាពវឹកវរក្នុងភាពអយុត្តិធម៌នៅក្នុងភាពមិនល្អទេគឺជាតិសាសន៍របស់គាត់កំពុងតែជាប់មានសេចក្តីស្លាប់នៅក្នុងជីវិតហើយដូច្នេះបងប្អូនទាំងអស់គ្នាណាម៉ានសម្រេចចិត្តរងទុក្ខហើយរកដំណោះស្រាយគឺគាត់កាន់ទុក្ខនៅចំពោះព្រះជាម្ចាស់គាត់ចូលទៅទីក្រុងនោះមានន័យថាគាត់បន្ទាបខ្លួននៅចំពោះព្រះហើយឲ្យព្រះអង្គជួយគេចង់បង្ហាញសាធារណៈទុក្ខលំបាកនេះមិនមែនទុក្ខលំបាករបស់បុគ្គលទេប៉ុន្តែជាទុក្ខលំបាករួមទាំងអស់គ្នាបើយើងអត់រួមទាំងអស់គ្នាទេមាតិកាយអត់នៅតែឯងទេគឺហៅឲ្យមនុស្សទាំងអស់នៅក្រុង127ចូលរួមជាមួយគ្នាអំពីការនេះបងប្អូនទាំងអស់នេះគឺជាអ្វីដែលលោកមាតិកាយគាត់បានធ្វើបានបង្ហាញដល់យើងទាំងអស់គ្នានៅទីនេះសញ្ញានៃការកាន់ទុក្ខនេះបង្ហាញថាភាពអាសន្នធំធេងសម្រាប់ជនជាតិយូដាទាំងអស់គ្នាបងប្អូនទាំងអស់គ្នាប្រមាណអ្នកដែលដឹងរឿងទាំងអស់នៅក្នុងប្រទេសកម្ពុជាដឹងរឿងថាកម្ពុជាយើងត្រូវស្លាប់ដោយព្រោះអំពើបាបនៅក្នុងព្រះគម្ពីរលោកុបាទជំពូកទី3បានបង្ហាញថាពេលវេលាមួយអាដាមបានធ្វើខុសច្បាប់នឹងព្រះជាម្ចាស់ហើយពួកគេមិនបាននៅជាមួយនឹងព្រះជាម្ចាស់ទេដោយព្រោះគេអត់បានជឿលើព្រះបន្ទូលពួកគេត្រូវស្លាប់ពួកគេមានបាបហើយត្រូវស្លាប់ហើយកម្ពុជាយើងក៏ជាពូជអាដាមដែរគឺស្លាប់ដូចគ្នាគម្ពីររ៉ូមជំពូក3ខ23ថាត្បិតមនុស្សទាំងអស់គឺមានបាបបងប្អូនទាំងអស់គ្នាយើងទាំងអស់គ្នាដឹងថាគ្រួសារយើងមានអំពើបាបនៅក្នុងជីវិតគ្រួសារយើងស្ថិតនៅក្នុងសេចក្តីស្លាប់សង្គមយើងស្ថិតនៅក្នុងសេចក្តីស្លាប់តើបងប្អូនត្រូវដោះស្រាយយ៉ាងណាបងប្អូននៅស្ងៀមបងប្អូនអត់ធ្វើអីអត់ក្រោកឈរទេយ៉ាងណាយើងមើលអំពីអាការៈនៃលោកមាតិកាយទីនេះមិនដែលស្ងៀមទេរត់ទៅទីក្រុងបងប្អូនទាំងអស់គ្នាខ្ញុំយើងជាជនជាតិយើងត្រូវស្រឡាញ់ជនជាតិយើងគ្មានអ្នកណាស្រឡាញ់ជាងជនជាតិយើងប៉ុន្តែបើមានព្រះជាម្ចាស់ត្រាស់ហៅមានជនជាតិដទៃចូលមកស្រឡាញ់ជនជាតិខ្មែរលោកបានលះបង់ជាច្រើនហើយស្រែកក្តែងនៅកណ្ដាលទីក្រុងស្រែកសូមឲ្យជួយចូលរួមសង្គ្រោះជាតិសាសន៍នេះនឹងត្រូវស្លាប់ដោយព្រោះអំពើបាបហើយធ្លាក់ទៅក្នុងបឹងភ្លើងធ្លាក់ទៅក្នុងឋាននរកជនជាតិដទៃចូលមកជួយអាណិតមេត្តាដល់ជនជាតិខ្មែរប៉ុន្តែជនជាតិខ្មែរ100ឆ្នាំហើយនៅតែប្រងើយកន្តើយដឹងហើយថាចិត្តសាសខ្លួនស្ថិតនៅក្នុងទោសរបស់អំពើបាបគឺស្លាប់គ្រប់គ្រងដោយណាម៉ានដោយអរិយសតាំងនាំឲ្យមានសេចក្តីស្លាប់ដល់គ្រួសារខ្លួនដល់សង្គមជាតិខ្លួនត្រូវទៅធ្វើយ៉ាងណាបងប្អូនអរគ្នាណាម៉ានគាត់ចូលទៅនៅមុខព្រះរាជវាំងនៅមុខព្រះរាជវាំងស្ដេចដោយកាន់ទុកយ៉ាងខ្លាំងណាម៉ាន់ចាប់ផ្ដើមឲ្យសាសយូដាគេមើលឃើញឲ្យគេស្គាល់ពីទុកលំបាកឲ្យគេដឹងច្បាស់ថារាជរបស់ផងប្រជាជនទាំងអស់សហគមន៍ត្រូវស្លាប់ដូច្នេះអត់មានដំណោះស្រាយត្រូវធ្វើយ៉ាងណាដូច្នេះនាងដែលជាព្រះរាជនីគឺជាឈ្មោះថានាងអេសថាដែលរស់នៅលើរាជវាំងដ៏ស្កឹមស្កៃដោយស៊ីវិល័យដ៏ទំនើបពេលនោះឮថាពូរបស់ខ្លួនអ្នកដែលបានចិញ្ចឹមខ្លួនមានបញ្ហាដូច្នេះនាងចាត់អ្នកបំរើនេះព្រះនាងឲ្យទៅសួរហេតុអីបានជាពូខ្ញុំធ្វើអញ្ចឹងហេតុអីបានជាគាត់ធ្វើយ៉ាងដូច្នោះដូច្នេះនាងអេសថាក៏បានទទួលថាដោយសារ
ហើយនាងអេសើអត់ទាន់ដឹងច្បាស់ហើយក៏បានបញ្ជូនសម្លៀកបំពាក់ដើម្បីបិទបាំងឲ្យលោកម៉ាឌីកាយនេះស្លៀកពាក់ឡើងវិញកុំឲ្យធ្វើអញ្ចឹងត្រូវតែស្លៀកពាក់វិញត្រូវតែកុំឲ្យបង្ហាញការហ្នឹងប៉ុន្តែលោកហាថៈគឺចាប់ផ្ដើមនាំពាក្យហ្នឹងទៅឯម៉ាឌីកាយហើយលោកម៉ាឌីកាយប្រាប់ថាគាត់រៀបរាប់ឲ្យបានបង្ហាញទាំងអស់ឲ្យនាងអេសធើឃើញមូលហេតុដែលខ្លួនបានមានទុក្ខលំបាកដូចនេះដោយព្រោះតែរាជរបស់យើងប្រជាជាតិរបស់យើងកំពុងស្ថិតនៅក្នុងស្ថានភាពគឺស្លាប់ពេលមួយនឹងត្រូវស្លាប់ព្រះនាងយល់ទេព្រះនាងត្រូវដឹងទេដូច្នេះនាងអេសធើគាត់មានដំណោះស្រាយថាគាត់គិតថាខ្លួនគាត់គឺមានសម្រស់ស្អាតមានឋានៈធំអត់អីទេគ្រាន់តែយកអាវឲ្យគាត់ផ្លាស់ប្ដូររួចចប់ហើយនេះគឺជាដំណោះស្រាយនៃមនុស្សយើងដោះស្រាយតាមរបៀបលោកអាដាមនាងអេវ៉ាដែលបានធ្លាក់ខ្លួនទៅក្នុងអំពើបាបយកស្លឹកលាវាមកបាំងរាងកាយអំពើបាបទុក្ខលំបាកជាសហគមន៍បិទបាំងព្យាយាមរកដំណោះស្រាយកាន់សាសនានេះជឿសាសនានេះធ្វើអញ្ចេះធ្វើអញ្ចោះដើម្បីទទួលសេចក្តីសង្គ្រោះប៉ុន្តែសួរថាយើងធ្វើឲ្យមានសេចក្តីសង្គ្រោះដោយខ្លួនឯងបានឬមិនបានព្រះគម្ពីរប្រាប់ថាមិនបានទេយើងខុសជាមួយនឹងព្រះយើងអត់ស្ដាប់បង្គាប់ព្រះយើងអត់ជឿព្រះយើងធ្វើដោយខ្លួនឯងចង់បានរួចទោសពីព្រះដែរឬទេបងប្អូនទាំងអស់គ្នាហើយចឹងណាម៉ាននាងព្រះនាងអេសធើណាម៉ានគឺមិនព្រមចុះចាញ់ហើយគាត់នៅតែមានគំនិតនឹងសម្លាប់ជនជាតិយូដានោះដដែលហើយម៉ាឌីកាយក៏ចាប់ផ្ដើមរាយការណ៍ប្រាប់ទៅនាងអេសធើទាំងអស់ហើយបង្ហាញនាងអេសធើទាំងអស់ហើយនៅពេលវេលានោះនាងអេសធើនាងបានយល់បងប្អូនទាំងអស់គ្នាបើបងប្អូនដឹងទុក្ខលំបាកអ្នកដទៃដឹងរឿងសេចក្តីស្លាប់របស់គ្រួសារសូមកុំលាក់បាំងសូមប្រកាសប្រាប់ដល់គាត់នៅក្នុងព្រះគម្ពីរសូមអាននៅក្នុងព្រះគម្ពីរជាមួយគ្នាព្រះគម្ពីរម៉ាកុសជំពូក16ខ15សូមស្លាយទៅមុខទៀតម៉ាកុសជំពូក16ខ15ទ្រង់ផ្ដាំគេថាចូលអ្នករកគ្នាទៅពេញក្នុងលោកីយ៍ទាំងមូលហើយផ្សាយដំណឹងល្អទៅដល់គ្រប់មនុស្សទាំងអស់ចឹងនាងអេសធើបានដឹងរឿងទាំងអស់នោះហើយនាងចាប់ផ្ដើមប្រមូលចិត្តសាសយូដាទាំងអស់ដែលនៅក្នុងចក្រភពពើស៊ី127ខេត្តឲ្យធ្វើការអតិស្ថានតមអាហារអត់ញ៉ាំរយៈពេល3ថ្ងៃ3យប់នេះគឺជានៅពេលដែលនាងអេសធើបានដឹងខ្លួនថាខ្លួនកំពុងតែធ្វើឲ្យមានបញ្ហានោះបើសិនជានាងដោះស្រាយដោយខ្លួនឯងមិនបានទេហើយនៅពេលនោះនាងអេសធើចាប់ផ្ដើមបង្ហាញទៅម៉ាឌីកាយថាគឺគាត់ថាយ៉ាងម៉េចគាត់ថាខ្ញុំមិនអាចចូលទៅកាន់ស្ដេចបានទេពីព្រោះច្បាប់ចូលទៅក្នុងព្រះរាជវាំងគឺតឹងរឹងណាស់អ្នកណាក៏ដោយឲ្យតែព្រះតែស្ដេចមិនក៏ហៅហើយមិនអនុញ្ញាតឲ្យចូលទេបើចូលគឺស្លាប់នេះគឺជាច្បាប់នៅក្នុងព្រះរាជវាំងប៉ុន្តែម៉ាឌីកាយថាអត់ទេត្រូវតែទូលអង្វរស្ដេចមានដំណោះស្រាយតែមួយគត់គឺនាងអេសធើដល់ពេលហើយនាងត្រូវតែក្រោកឡើងហើយចាប់ផ្ដើមបង្ហាញយើងទ្រាំមិនបានទេទុក្ខលំបាកនេះយើងនៅស្ងៀមមិនកើតទេត្រូវតែក្រោកឈរឡើងបើនៅសងំទៀតជាតិសាសន៍យើងនឹងធ្លាក់ឋាននរកទាំងអស់គ្នានឹងស្លាប់ទាំងអស់គ្នាដូចជាចូលក្រោកឈរឡើងឥឡូវនេះកុំនៅស្ងៀមឥឡូវនេះចាប់ផ្ដើម
ដូច្នេះនាងអេសធើគិតថាការពារសុខសុវត្ថិភាពបាទខ្លួនឯងប៉ុន្តែណាម៉ាន់ថាអត់ទេការទាំងអស់នោះគឺនឹងស្លាប់ទាំងអស់គ្នានាងអេសធើគឺគាត់អាងលើសម្រស់គាត់រស់នៅដោយអាងលើបទពិសោធន៍រស់នៅដោយពឹងអាងលើសមត្ថភាពខ្លួនឯងដោះស្រាយដោយខ្លួនឯងប៉ុន្តែគ្រានេះបានយល់ច្បាស់ហើយបានយល់ថានាងគឺត្រូវតែផ្លាស់ប្ដូរជីវិតត្រូវតែប្រែចិត្តខ្លួនបើសិនជាអត់ប្រែក្នុងពេលឥឡូវនេះទេបើសិនជាអត់ដឹងខ្លួនក្នុងគ្រាឥឡូវនេះទេជាតិសាសន៍ខ្លួននឹងស្លាប់ដូច្នេះត្រូវធ្វើយ៉ាងណានាងចាប់ផ្ដើមសម្រេចចិត្តយ៉ាងអស្ចារ្យគឺនាងនឹងចូលទៅកាន់ស្ដេចទោះបីជានាងត្រូវស្លាប់ក៏ដោយនេះគឺជាពាក្យដ៏អស្ចារ្យរបស់នាងអេសថាគាត់នឹងចូលទៅទោះបីជាគាត់ស្លាប់ក៏ដោយគាត់នឹងសម្រេចចិត្តប៉ុន្តែគាត់សុំរឿងមួយគឺសុំឲ្យយើងទាំងអស់គ្នា127ខេត្តនេះចូលរួមអធិដ្ឋានទី1អធិដ្ឋានទី2តមការអធិដ្ឋាន3យប់3ថ្ងៃគឺសុំកម្លាំងពីព្រះគឺសុំអំណាចបច្ចេស្តារបស់ព្រះបើកចិត្តដល់ស្ដេចធ្វើការអស្ចារ្យជាមួយស្ដេចទោះបើខ្ញុំស្លាប់ក៏ដោយប៉ុន្តែខ្ញុំជឿថាព្រះនឹងធ្វើការព្រះអង្គនឹងជួយសង្គ្រោះអត់ឲ្យរាជខ្ញុំមិនឲ្យប្រជាជនខ្ញុំស្លាប់នេះគឺជាជំនឿរបស់នាងអេសធើដូច្នេះនាងអេសធើក៏បានប្រាប់ម៉ាឌីកាយហើយម៉ាឌីកាយក៏បានធ្វើយ៉ាងដូច្នោះគ្រប់ទាំងព្រះនាងបានបង្គាប់មកនៅក្នុងខ17គឺបានបង្ហាញនៅក្នុងការនោះដូច្នេះពួកគេចាប់ដើមរួបរวมជំហាននៃសេចក្តីជំនឿកើតឡើងទី1អធិដ្ឋានមុននឹងធ្វើអ្វីត្រូវតែអធិដ្ឋានសិនចាប់ដើមចំណុចមុនគេគឺអធិដ្ឋានការងារដែលលំបាកការងារដែលរហូតបាត់បង់ជីវិតនោះត្រូវការអធិដ្ឋានការងារតូចការងារធំក៏ដោយគឺយើងត្រូវចាប់ផ្ដើមដោយការអធិដ្ឋានសុំកម្លាំងពីព្រះជាម្ចាស់ដើម្បីធ្វើការទាំងអស់នោះទី2ត្រូវការចូលរួមជាមួយគ្នាមិនអាចធ្វើការដោយម្នាក់ឯងបានទេ127ខេត្តចូលរួមតមហា3យប់3ថ្ងៃនៅជាមួយគ្នាស្វែងរកព្រះវត្តមានអធិដ្ឋានទៅរកព្រះជាម្ចាស់យ៉ាងខ្លាំងហើយចាប់ដើមបោះជំហានក្រោកឈរឡើងបោះជំហានដើរទៅចូលទៅក្នុងសេចក្តីស្លាប់ចូលទៅក្នុងភាពគ្រោះថ្នាក់ធំបំផុតដូច្នេះនាងអេសើមិនមែនទៅតែឯងទេដើម្បីស្លាប់គឺបោះជំហានប្រឈមមុខនឹងសេចក្តីស្លាប់ទោះបីជាទុក្ខលំបាកក៏ដោយប៉ុន្តែនាងជឿថាព្រះហស្ថរបស់ព្រះជាម្ចាស់ការពារនាងលើកនាងឡើងនិងជួយសង្គ្រោះរាជរបស់ផងនាងឲ្យបានរួចផុតពីទុក្ខលំបាកនោះគឺនាងអេសធើម៉ាឌីកាយជឿលើព្រះជាម្ចាស់ទុកចិត្តលើព្រះអង្គតាមរយៈការអធិដ្ឋានតាមរយៈការរួបរวมគ្នាជាកម្លាំងតែមួយនៅក្នុងប្រជាស្ដាររបស់ព្រះជាម្ចាស់ហើយចាប់ផ្ដើមបោះជំហានទៅដើរឆ្លងទៅលើទឹកដោយអត់ភ័យខ្លាចដោយសម្លឹងទៅលើព្រះគឺស្វែងជីវិតនេះទៅកាន់ព្រះអង្គបកគលទៅកាន់ព្រះអង្គទោះបីខ្ញុំស្លាប់ក៏ដោយនៅក្នុងស្ថានភាពលំបាកនោះស្លាប់ក៏ដោយនៅក្នុងគ្រោះថ្នាក់ដ៏ធំនោះខ្ញុំនឹងទៅតាមព្រះបន្ទូលព្រះអង្គខ្ញុំនឹងទៅតាមបង្គាប់របស់ណាម៉ានដែលឲ្យខ្ញុំចូលទៅគាល់ដល់ស្ដេចនោះដូច្នេះតែនាងអេសធើលោកព្រះនាងទ្រង់ក៏បានចូលទៅដើម្បីសង្គ្រោះជាតិសាសន៍របស់ផងខ្លួនបងប្អូនទាំងអស់គ្នាអាវុធដ៏មុតស្រួចនៃសេចក្តីជំនឿគឺអធិដ្ឋានរួមគ្នាបោះជំហានទៅនេះគឺជាអាវុធនៃគ្រីស្ទបរិស័ទចាប់ផ្ដើមដោយអធិដ្ឋានរួមគ្នាអធិដ្ឋានជាមួយគ្នាបោះជំហានដើរទៅកុំភ័យខ្លាចព្រះអង្គនៅជាមួយយើងនៅក្នុងព្រះគម្ពីរទំនុកដំកើងជំពូកទីព្រះគម្ពីរទំនុកដំកើងជំពូកទី34ខ18ព្រះយេហូវ៉ាទ្រង់គង់ចិត្តបង្កើយនឹងអស់អ្នកដែលមានចិត្តសង្រេងហើយទ្រង់នឹងជួយសង្គ្រោះដល់អស់អ្នកដែលមានវិញ្ញាណទុនទាប
អ្នកដែលបន្ទាបខ្លួននៅចំពោះព្រះអ្នកដែលទុកចិត្តលើព្រះអង្គអ្នកដែលរស់នៅដោយពឹងអាងលើព្រះអង្គទោះបីស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយរហូតដល់បាត់បង់រហូតដល់លះបង់ជីវិតលះបង់តម្លៃលះបង់អ្វីៗទាំងអស់ដូចជានាងអេសធើនៅពេលនេះពីមុនធ្លាប់ពឹងលើសម្រស់របស់ខ្លួនធ្លាប់ពឹងលើឋានៈរបស់ខ្លួនធ្លាប់ពឹងលើសមត្ថភាពរបស់ខ្លួនបោះចោលទាំងអស់លះបង់ផែនការរបស់ផងខ្លួនចេញទៅខាងក្រៅហើយឆោងចាប់ផែនការរបស់ព្រះជាម្ចាស់ដើរទៅមុខជានិច្ចពេលនោះយើងឃើញថាជំពូក5បានចាប់ផ្ដើមគឺស្ដេចសម្រេចចិត្តជួយសង្គ្រោះតាមពាក្យនាងអេសធើបើសិនអត់មានការអធិដ្ឋានអត់មានការរួបរวมគ្នានោះនាងអេសធើមិនអាចទៅមុខម្នាក់ឯងបានទេប៉ុន្តែដោយសារមានកម្លាំងនៅពីក្រោយជួយអធិដ្ឋាននាងអេសធើបោះជំហានចូលទៅក្នុងសេចក្តីស្លាប់ប៉ុន្តែព្រះអង្គមិនឲ្យនាងស្លាប់ទេព្រះអង្គបានលើកនាងហើយសង្គ្រោះនាងសង្គ្រោះជាតិសាសយូដាក្នុងអាណាចក្រដ៏ធំស្កឹមស្កៃដ៏មានអំណាចនោះគឺពើស៊ីស្ដេចសូរុសស្ដេចសឹកសេះក៏បានឃើញពីការអស្ចារ្យទាំងអស់នេះបងប្អូនទាំងអស់គ្នាថ្ងៃនេះមេរៀនព្រះបន្ទូលព្រះអង្គបានបង្រៀនដល់ខ្ញុំនិងបងប្អូនគឺប៉ះពាល់ចិត្តខ្ញុំខ្លាំងមែនទែនទី1ចូលទទួលស្គាល់បញ្ហាចូលទទួលស្គាល់បញ្ហារឿងអំពើបាបរឿងគ្រួសាររបស់យើងចូលទទួលស្គាល់បញ្ហាអំពើបាបនេះដ៏ខ្មៅកង្វក់នេះនាំឲ្យជាតិសាសន៍យើងស្លាប់នាំឲ្យជាតិសាសន៍យើងធ្លាក់ទៅក្នុងឋាននរកនាំឲ្យគ្រួសារយើងធ្លាក់ទៅក្នុងឋាននរកបញ្ហាអំពើបាបនេះដំណោះស្រាយតែមួយគត់គឺជឿលើព្រះយេស៊ូវគ្រីស្ទគឺនៅក្នុងព្រះគម្ពីរកិច្ចការបានបង្ហាញនៅក្នុងព្រះគម្ពីរកិច្ចការខ្ញុំអានជូននៅក្នុងព្រះគម្ពីរកិច្ចការបងប្អូនអាចបើកនៅក្នុងព្រះគម្ពីរកិច្ចការជាមួយគ្នាបានទេព្រះគម្ពីរកិច្ចការចំពុក4ខ12ហើយគ្មានសេចក្តីសង្គ្រោះដោយសារអ្នកណាទៀតសោះត្បិតនៅក្រោមមេឃគ្មាននាមឈ្មោះណាត្បិតណាទៀតបានប្រទានមកមនុស្សលោកដើម្បីឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយនៅលើផែនដីនេះគ្មានសេចក្តីសង្គ្រោះក្រៅតែតាមរយៈព្រះយេស៊ូវគ្រីស្ទបើអត់ជឿព្រះយេស៊ូវគ្រីស្ទនោះយើងនឹងទៅក្នុងសេចក្តីស្លាប់ទៅក្នុងសេចក្តីស្លាប់កន្លែងដែលគ្មានព្រះគឺជាស្ថាននរកគឺជាបឹងភ្លើងដូច្នេះនាងអេសធើបានដឹងរឿងនេះលោកម៉ាដេកាយបានដឹងរឿងនេះហើយចាប់ផ្ដើមផ្លាស់ប្រែជីវិតបោះបង់ផែនការបោះផងខ្លួនបោះបង់ចំណេះដឹងបទពិសោធន៍បោះផងខ្លួនមើលទៅឯផែនការរបស់ព្រះសម្លឹងមើលពីបញ្ហាអ្នកដទៃហើយចាប់ផ្ដើមសម្លឹងមើលព្រះហើយស្រែកទៅរកព្រះពេលនោះបានឃើញផែនការរបស់ព្រះហើយព្រះអង្គបានដាក់យើងទាំងអស់គ្នាម្នាក់ហើយព្រះអង្គបានជួយយើងទាំងអស់គ្នាឲ្យយើងអាចដើរបានបងប្អូនទាំងអស់គ្នាអើយនៅក្នុងមេរៀននៃជីវិតនៅថ្ងៃនេះចូលមើលផែនការរបស់ព្រះអង្គបានដាក់យើងនៅកន្លែងនេះឋានៈនេះពេលវេលានេះដើម្បីអ្នកណាតើព្រះអង្គបានដាក់បងប្អូននៅទីនេះធ្វើអីសូមសំឡេងមើលបញ្ហានៅក្នុងគ្រួសារបញ្ហានៅក្នុងសង្គមតើយើងអាចជួយពួកគេបានដោយរបៀបណាការដែលអាចជួយដល់គេគឺតាមរយៈដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទតែមួយប៉ុណ្ណោះបច្ចុប្បន្ននេះបងប្អូនរស់នៅក្នុងឋានៈនេះហ៊ានលះបង់ឋានៈនេះដើម្បីជួយអ្នកដទៃទេហ៊ានលះបង់ពេលឃើញអ្នកដទៃមានទុលមាក់ឃើញហ៊ានលះបង់សម្រាប់អ្នកដទៃទេដូចជាយើងទាំងអស់គ្នាត្រូវតែសម្លឹងមើលផែនការព្រះអង្គត្រូវតែមើលឃើញទុក្ខលំបាកអ្នកដទៃយើងមិនអាចរស់នៅដោយតែឯងបានទេត្រូវរស់នៅដោយមើលឃើញគ្នាទៅវិញទៅមកទី3គឺយើងចូលយើងបោះបង់ចោលសេចក្តីក្លាហានពិតប្រាកដគឺហ៊ានធ្វើការត្រឹមត្រូវទោះបីជាយើងប្រឈមមុខនឹងការបាត់បង់ជីវិតក៏ដោយចូលទុកចិត្តលើព្រះអធិដ្ឋានរួមគ្នាអធិដ្ឋានគឺជាដំណោះស្រាយរបស់គ្រីស្ទបរិស័ទដូច្នេះសូមឲ្យយើងក្រោកឈរឥឡូវនេះសូមក្រោកឈរឥឡូវនេះដើម្បីជាតិសាសន៍កម្ពុជាត្រូវការលោកគ្រូអ្នកគ្រូបងប្អូននៅទីនេះកម្ពុជាត្រូវការយុវជនយុវតីនៅទីនេះបងប្អូនយុវជនយុវតីវ័យក្មេងឯងបើយើងមិនក្រោកឈរឡើងអ្នកក្រោកឈរសម្រាប់ជាតិសាសន៍កម្ពុជាព្រះជាម្ចាស់ស្រឡាញ់កម្ពុជា
ព្រះជាម្ចាស់ចង់ឲ្យកម្ពុជាទទួលបានសេចក្តីសង្គ្រោះតាមរយៈអំណាចនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទចូលក្រោកឈរឡើងនៅឥឡូវនេះសូមក្រោកឈរឡើងលើកព្រះបន្ទូលព្រះអង្គផ្សាយដំណឹងល្អទៅកាន់កុមារាកុមារីព្យាយាមអធិដ្ឋានព្យាយាមផ្សាយដំណឹងល្អបោះជំហានទៅរកទោះបីស្ថិតនៅកន្លែងលំបាកដែរសូមដើរទៅជាមួយនឹងព្រះជាម្ចាស់ព្រះអង្គនឹងធ្វើឲ្យប្រទេសកម្ពុជាពេលក្រោយ120ឆ្នាំក្រោយពួកគេទទួលបានជឿលើព្រះយេស៊ូវគ្រីស្ទពួកគេបានទទួលជីវិតនៅព្រះយេស៊ូវគ្រីស្ទជីវិតមាននៅក្នុងព្រះយេស៊ូវគ្រីស្ទតែមួយគត់គ្មានព្រះយេស៊ូវគ្មានជីវិតដូច្នេះសូមជឿលើព្រះយេស៊ូវគ្រីស្ទសូមផ្សាយដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទនេះគឺជាព្រះបន្ទូលដែលបង្រៀនដល់ខ្ញុំហើយខ្ញុំចែកចាយដល់បងប្អូនទាំងគ្នាកុំនៅស្ងៀមចូលក្រោកឈរឡើងអធិដ្ឋានជាមួយគ្នារួមគ្នាផ្សាយដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទជាតិសាសន៍យើងស្ថិតនៅក្នុងសេចក្តីស្លាប់គ្រួសារយើងស្ថិតនៅក្នុងសេចក្តីស្លាប់ត្រូវតែចូលទៅកណ្ដាលទីក្រុងប្រកាសដំណឹងល្អស្រែកក្តែងសូមជឿព្រះយេស៊ូវគ្រីស្ទពេលនោះប្រទេសជាតិយើងនឹងឈប់លង់នៅក្នុងអំពើបាបពួកគេនឹងមានសង្ឃឹមឡើងវិញបញ្ហានយោបាយបញ្ហាសេដ្ឋកិច្ចបញ្ហាទាំងអស់នៅក្នុងប្រទេសកម្ពុជាតើយើងមើលឃើញទេសូមបានក្រោកឈរឡើងហើយយើងនឹងអធិដ្ឋានជាមួយគ្នានៅពេលព្រឹកនេះសូមព្រះអង្គបើកចិត្តកូនសូមព្រះអង្គជំរុញចិត្តកូនបងប្អូនទាំងអស់គ្នាឯងតើបងប្អូនសម្លឹងមើលសូមបងប្អូនសម្លឹងមើលទៅផែនការរបស់ព្រះចង់សង្គ្រោះមនុស្សទាំងអស់នៅលើផែនដីតើយើងជាអ្នកជឿព្រះអង្គជាអ្នកដែលបម្រើផែនការព្រះអង្គតើយើងនៅតែស្ងៀមទៀតទេតើយើងនៅតែសង្ងំទៀតទេដូចជានាងអេសទ័រអូខ្ញុំមិនអីទេខ្ញុំពឹងលើតម្រោះរបស់ខ្ញុំលំពឹងខ្ញុំមានសមត្ថភាពហើយខ្ញុំមិនអីទេខ្ញុំមិនគិតពីអ្នកដទៃទេអ្នកដទៃស្លាប់ក៏ស្លាប់ទៅខ្ញុំមិនផ្សាយដំណឹងល្អទេបងប្អូនទុកលំបាកទាំងអស់នេះកើតឡើងដោយសារអំពើបាបបងប្អូនហើយសូមបន្តផ្សាយដំណឹងល្អបន្តអធិដ្ឋានជាមួយគ្នាបន្តថ្វាយបង្គំព្រះជាម្ចាស់ព្រះជាម្ចាស់ផ្ដល់សេចក្តីសង្គ្រោះតែមួយគត់តាមរយៈព្រះយេស៊ូវគ្រីស្ទសូមបងប្អូនហូរទឹកភ្នែកស្រែកកាន់ទុក្ខចំពោះមាតុភូមិរបស់យើងចំពោះគ្រួសារយើងបងប្អូនសូមយំជាមួយនឹងព្រះអង្គក្នុងខណៈពេលគ្រួសារបងប្អូនអត់ទាន់ជឿព្រះអង្គសូមយំសូមហូរទឹកភ្នែកពីព្រោះអត់ចង់ឃើញគ្រួសារយើងស្លាប់នោះទេអត់ចង់ឃើញគ្រួសារយើងធ្លាក់ទៅក្នុងកន្លែងដែលងងឹតសូន្យសងគឺជាឋាននរកបឹងភ្លើងនោះទេបងប្អូនហើយសូមកុំនៅស្ងៀមសូមក្រោកឈរឡើងអំពាវនាវរបស់អធិដ្ឋានទៅរកព្រះអង្គសូមជំនួយពីទ្រង់សូមកម្លាំងពីព្រះអង្គដើម្បីឲ្យកូនបានឈានទៅប្រកាសដំណឹងល្អដល់ឪពុកម្ដាយកូនគ្រួសារកូនឲ្យគេជឿឲ្យគាត់ជឿពេលនោះគាត់នឹងបានជីវិតគាត់នឹងរួចពីសេចក្តីស្លាប់ដូចជាគ្រួសារយូដានៅទីនេះផងដែរដោយមានអ្នកដែលជាម៉ាឌីកាយមានអ្នកជាអេសថានៅទីនេះមានអ្នកអេសថាទេនៅទីនេះមានអ្នកដែលជាម៉ាឌីកាយទេសូមយើងក្រោកឈរឡើងធ្វើជាម៉ាឌីកាយធ្វើជាអេសថាដើម្បីបន្តផែនការរបស់ព្រះដើម្បីផ្សាយបេសកកម្មព្រះអង្គសូមស្រែកទៅរកព្រះយេស៊ូវគ្រីស្ទ3ដងហើយយើងអធិដ្ឋានជាមួយគ្នា1 2 3ព្រះយេស៊ូវព្រះយេស៊ូវព្រះយេស៊ូវបិតានៃទូលកុំអើយព្រះបិតាសូមបំភ្លឺចិត្តយើងខ្ញុំដោយព្រះបន្ទូលព្រះអង្គពីមុនយើងខ្ញុំធ្លាប់តែនៅស្ងៀមយើងខ្ញុំធ្លាប់តែអល់ឯកយើងខ្ញុំធ្លាប់តែស្ទាក់ស្ទើរយើងខ្ញុំធ្លាប់តែភ័យខ្លាចយើងខ្ញុំធ្លាប់តែញញើតរអាចំពោះសេចក្តីស្លាប់ប៉ុន្តែពេលវេលារបស់យើងខ្ញុំមិនក្រោកឈរឥឡូវនេះជាតិសាសន៍យើងខ្ញុំគ្រួសារយើងខ្ញុំស្ថិតនៅក្នុងអំពើបាប
លងនៅក្នុងអំពើបាបនៅក្នុងសេចក្តីស្លាប់ហើយធ្លាក់ទៅកន្លែងដែលរងទុក្ខវេទនាអកលជានិច្ចព្រះបិតានៃទូមង្គមអើយសូមឲ្យកូនទាំងអស់គ្នាក្រោកឈរឡើងប្រែចិត្តឡើងខ្លាយទៅជាយុវជនថ្មីខ្លាយទៅជាមនុស្សថ្មីឲ្យយើងខ្ញុំតើឆ្លងកាត់ទោះបីជាគ្រោះថ្នាក់ក៏ដោយសូមឲ្យយើងខ្ញុំទុកចិត្តបងសូមឲ្យយើងបានអធិដ្ឋានស្វែងរកព្រះជាម្ចាស់គុណជឿថាព្រះអស់ព្រះហស្ថរបស់ព្រះអង្គព្រះហស្ថរបស់ព្រះជាម្ចាស់ព្រះអង្គម្ចាស់គឺនឹងទ្របីព្រះហស្ថនឹងព្រះអង្គម្ចាស់នឹងធ្វើការព្រះចេស្តារបស់ព្រះអង្គនឹងការពារកូនព្រះអង្គដែលបានមានសេចក្តីក្លាហានបោះជំហានដើម្បីនឹងដើរទៅនឹងក្រោកឈរទៅដើម្បីផ្សាយដំណឹងល្អដល់គ្រួសារដល់សង្គមជាតិដល់ប្រទេសជាតិផងដែរព្រះបិតានៃទ្រង់អើយសូមអរព្រះគុណទ្រង់សម្រាប់ព្រះមន្ទូលនៅព្រះនេះសូមព្រះជាម្ចាស់ទ្រង់បានដឹកនាំឲ្យយើងខ្ញុំទាំងអស់គ្នាមើលឃើញពីទុក្ខលំបាកដល់សង្គមជាតិពីទុក្ខលំបាកគ្រួសារយើងពីទុក្ខលំបាកអ្នកដទៃដែលនៅជុំវិញខ្លួនគ្រីស្ទបរិស័ទជាមួយគ្នាដោយរងទុក្ខលំបាកយ៉ាងណាសូមឲ្យយើងបានចេះជួយគ្នាអាណិតអាសាជាមួយគ្នារស់នៅជាមួយគ្នាប្រកបគ្នាហើយជាកម្លាំងតែមួយដើម្បីនឹងធ្វើការផែនការរបស់ព្រះជាម្ចាស់ដែលព្រះអង្គបានសន្យាថាចូលចេញទៅដើម្បីផ្សាយដំណឹងល្អអំពីសេចក្តីសង្គ្រោះនេះទៅកាន់ជាតិសាសន៍ទាំងមូលព្រះបិតានៃទូលគង់អើយសូមអរព្រះគុណទ្រង់សូមអរព្រះគុណសម្រាប់ព្រះបន្ទូលព្រះនេះកូនសូមព្រះវិញ្ញាណបរិសុទ្ធបានបើកសម្ដែងនៅក្នុងចិត្តដល់យើងខ្ញុំម្នាក់សូមឲ្យយើងខ្ញុំរស់នៅដោយស្គាល់ទុក្ខលំបាកគ្នាទៅវិញទៅមកហើយរួមគ្នាអធិដ្ឋានឲ្យគ្នាទៅវិញទៅមកហើយជួយគ្នាទៅវិញទៅមកនៅក្នុងព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទព្រះបិតានៃទ្រង់អើយសូមឲ្យយើងបានប្រែចិត្តជាថ្មីคล้ายទៅជាសហគមន៍មួយដ៏ធំដូចជាសហគមន៍យូដានៅពេលវេលានៃចក្រភពបើស៊ីក្នុងសម័យកាលនោះពួកគេមានគ្នាជាច្រើនអ្នករួមគ្នាប្រកបគ្នាអធិដ្ឋានថ្វាយបង្គំព្រះអង្គពួកគេឈ្នះបានពួកគេធ្វើបានគ្រប់ការទាំងអស់ព្រះបិតានៃទ្រង់អើយពីព្រោះព្រះអង្គមានអំណាចយ៉ាងខ្លាំងពីព្រោះព្រះអង្គជាព្រះនៃសេចក្តីសង្គ្រោះទូលគុំអរព្រះគុណទ្រង់សម្រាប់ព្រះបន្ទូលនៅព្រះនេះដែលនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនអាមែន